តែជ្រលក់ប្រភេទនេះtôiញ៉ាំជាមួយស្ងោរអីក៏អត់តលន់ដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកធ្វើបានហើយថ្ងៃនេះខ្ញុំធ្វើទឹកជ្រលក់នេះញ៉ាំជាមួយនឹងស្ងោរស៊ុបគោបន្លែយើងដាក់មានពោតល្ហុងហើយមានការ៉ុតឬក៏បើមានមើមឆៃថាវអាចដាក់បានជីអ្នកទាំងអស់គ្នាអាចដាក់ជាម្អមជីបបរឬក៏ស្លឹកខ្ទឹមអីចឹងណាហើយយើងដាំទឹកឲ្យពុះដាក់ស្លឹកគ្រៃឬក្រូចអណ្ដេងអានេះខ្ញុំយកទឹកដុតហើយខ្លះហើយដាក់ខ្ទឹមអីចឹងមកហើយសម្រាប់ជើងគោថ្ងៃនេះគឺខ្ញុំនៅពីថ្ងៃមុនដែលយើងស្ងោរទុកឲ្យស្អាតហ្នឹងយើងយកមកដាក់ហើយយើងដាក់បន្លែចូលទៅបងគ្រឿងឲ្យដុសពពុះចេញទុកតែមិនទុះហ្នឹងគឺស្ងោរខ្ញុំផុយឲ្យដោយសារតែយើងអត់ងាស់យូរទេទឹកជ្រលក់យើងបុកម្ទេសខ្ទឹមមានអំបិលរ៉ូឌីហើយយើងហាន់ជាមួយនឹងជីក្រហមនេះដើម្បីទុកថែមជាមួយអញ្ចឹងណាហើយយើងច្របាច់ក្រូចឆ្មាចូលទាំងអស់គ្នាច្របាច់ក្រូចឆ្មាហើយអ្វីដែលសំខាន់និងពិសេសហ្នឹងអ្នកទាំងអស់គ្នាដួសប្រហុកមកសាព្រាមកជ្រុំជាមួយនឹងទឹកស៊ុបដែលពុះមិញហ្នឹងដើម្បីយកទឹកណាហើយបន្ទាប់មកចាក់វាចូលជីជាមួយនឹងម្ទេសខ្ទឹមដែលយើងបានបុកមិញហ្នឹងហើយច្របាច់ក្រូចឆ្មាចូលថែមទឹកត្រីផ្លេចថែមប៊ីចេងតិចផងហើយយើងភ្លក់មើលរសជាតិរៀងប្រៃជូរហឹរហើយនឹងជ្រុំប្រហុកក្លិនប្រហុកតិចមកចឹងណាហើយយើងហាន់ស្លឹកខ្ទឹមស្លឹកអីហ្នឹងទុកបាំងជាមួយស្ងោររបស់យើងហើយស្ងោរដែលយើងស្ងោរឆ្អិននេះដួសមកញ៉ាំជាមួយទឹកជ្រលក់ហ្នឹងទៅគឺអត់តលន់ទេទោះស្ងោរជ្រូកសាច់គោស្ងោរតយងចេកអីក៏ដោយជើងជ្រូកអីក៏ដោយញ៉ាំជាមួយទឹកជ្រលក់នេះណាចាអត់តលន់ទេអ្នកនរគ្នា